ចំពោះ water floss Model C6 brand របស់ Bitway នេះវិញក្នុងមួយ shot នេះបងប្អូនទទួលបានប្រភេទថង់អាលុយមីញ៉ូមយើងអាចធ្វើការដាក់ទៅទៅ water floss តាមខ្លួនមួយហើយមានក្បាលរហូតដល់6ហើយនឹងប្រភេទខ្សែសាកមួយដែលយើងអាចធ្វើការសាកខាងក្រោយនេះបានហើយកន្លែងនេះគឺជាប្រភេទយើងអាចដាក់ធ្វើការដាក់ទឹកឲ្យពេញហើយអាចធ្វើការបិទឬមួយវិញទៀតបងប្អូនអាចធ្វើការកាច់ដកចេះបានដើម្បីធ្វើការដាក់ទឹកឬក៏ចាក់ទឹកចេញចឹងទៅមួយប្រភេទក្បាលរបស់វាវិញហើយនេះគឺជាប្រភេទក្បាលបាញ់សម្អាតកណោចំណីអាហារតាមចន្លោះធ្មេញហើយនេះគឺជាប្រភេទក្បាលសម្អាតដាតប្រភេទក្បាលសម្អាតដាតចំពោះប្រភេទក្បាលនេះវិញគឺយើងអាចធ្វើការបាញ់ឬក៏ដដុសទៅទៅនឹងកណោខបោដែលជាប់តាមកាំកែមដៃ press តាមអ្នកពុតធ្មេញឬក៏តាមអ្នកពុតធ្មេញដែលគាត់ជាប់កណោខបោញ៉ាំអីប្រភេទខ្លាញ់ហ្នឹងគឺយើងអាចដុសគៀនប្រភេទកាំចន្លោះធ្មេញយើងបានដើម្បីដុសប្រភេទកណោខបោហ្នឹងចេញហើយនេះគឺជាប្រភេទស្រាប់ដែលមានធ្មេញញាក់ឬក៏កណោចំណីអាហារជាប់ជ្រៅនៅក្នុងចន្លោះធ្មេញហ្នឹងបងប្អូនអាចប្រើប្រភេទក្បាលនេះបានចំពោះការប្រើប្រាស់ទៅនឹង water floss Model C6 នេះវិញខ្ញុំឧទាហរណ៍លើកឧទាហរណ៍ទៅនឹងប្រភេទក្បាលបាញ់សម្អាតតាមចន្លោះធ្មេញគឺយើងអាចធ្វើការដោតទៅនឹងផ្លាស់នឹងបានប៉ុន្តែបើសិនជាបងប្អូនចង់ដោះវិញបងប្អូនគាត់ចុចប៊ូតុងនេះមួយបងប្អូនអាចធ្វើការដកក្បាលចេញបានហើយអញ្ចឹងបើសិនសំខាន់ដោតវិញគាត់ដោតទៅពេលដែលលឺក្លាក់មានថាវាចូលងាំរបស់វាហើយទៅនឹងប្រភេទក្បាលហ្នឹងវិញគឺយើងអាចធ្វើការបាញ់សម្អាតកណោចំណីអាហារក៏បានឬក៏សម្អាតប្រភេទ Tootsie Stone ក៏បានដែល Tootsie Stone គឺយើងមានវីដេអូណែនាំពីរបៀបប្រើប្រាស់ទៅនឹងការប្រើប្រាស់ម៉ាស៊ីនវិញគឺយើងគ្រាន់តែចុចប៊ូតុង power គឺយើងអាចសេរីកម្លាំងខ្លាំងបានរហូតដល់5កម្រិតទៅតាមការប្រើប្រាស់របស់បងប្អូនឬក៏មួយវិញទៀតបងប្អូនអាចធ្វើការសេរី function ប្រភេទ clean massage ឬក៏ប្រភេទ jet ដែលប្រភេទ jet គឺជា function មួយដែលយើងអាចធ្វើការបាញ់ប្រភេទ Tootsie Stone បានហើយមួយវិញទៀតតទៅនឹងប្រភេទក្បាលគឺបងប្អូនអាចធ្វើការចុចដើម្បីដកចេញបានហើយតទៅនឹងប្រភេទក្បាលទៅដោះហ្នឹងគឺបងប្អូនអាចធ្វើការទៅដោះតទៅនឹងប្រភេទធ្មេញធម្មតាគឺយើងអាចធ្វើការបាញ់ហើយយើងអាចទៅដោះគៀននឹងបានបីបញ្ជាក់ថាធ្មេញរបស់បងប្អូនបានជ្រះស្អាតអត់មានកណោក្បាលជាប់តាមកែមធ្មេញឬក៏គល់ធ្មេញរបស់យើងច្បាស់សម្អាតដាតវិញបងប្អូនអាចធ្វើការមានថាបងប្អូនអាចធ្វើការបាញ់ទឹកផងហើយទៅដោះសម្អាតវាអញ្ចឹងហើយការសម្អាតដាតវិញគឺបានស្អាតល្អទៅប្រភេទក្បាលនេះវិញក្បាលដែលយើងបាញ់អ្នកដែលមានធ្មេញឆ្លោះធ្មេញញឹកឬក៏អ្នកជាប់ចំណីអាហារចូលជ្រៅនៅធ្មេញឆ្លោះធ្មេញរបស់យើងហ្នឹងគឺបងប្អូនគ្រាន់តែប្រើប្រភេទហ្នឹងដើម្បីបាញ់តាមឆ្លោះធ្មេញដូចទៅនឹងបាទូទៅធម្មតាដែរគ្រាន់ថានេះគឺវា focus ទៅលើឆ្លោះធ្មេញយើងបានល្អអ្នកដែលមានធ្មេញញឹកសម្រាប់អ្នកពុតធ្មេញដូចគ្នាគឺយើងអាចធ្វើការបាញ់សម្អាតបានដូចគ្នាសម្រាប់អ្នកធ្មេញញឹកហើយកណោចំណីអាហារចូលតាមឆ្លោះធ្មេញអីគឺ clean បានសម្អាតបានស្អាតល្អអ្នកពុតធ្មេញបើសិនជាគាត់អត់មានធ្មេញញឹកទេគឺគាត់អាចប្រើប្រភេទក្បាលធម្មតានេះបានតែវាមានទឹកមកបាញ់បោបានប្រឡោះទឹកមកបានធំហើយការបាញ់កណោចំណីអាហារតាមឆ្លោះធ្មេញវិញគឺបានស្អាតល្អជាងយើងការប្រើប្រាស់ខ្សែ floss ឬក៏ប្រភេទខ្សែតាក់ floss